ឆុងមកយងស្រែកដាក់សិស្សច្បងបែកឈុនថាព្រះអើយមិនបានជាពួកឯងមកបង្កបញ្ហាធំធេងបែបនេះទាំងដែលទើបមកដល់ក្រុងគុនមីងមិនទាន់បានកន្លះថ្ងៃស្រួលបួលផងនឹងកុំទាន់រំលឹកអីខ្ញុំនឹងហើយដែលតែងតែជាអ្នកតាមជូតគូតឲ្យពួកឯងរហូតនឹងជីវិតខ្ញុំមិនក៏កំសត់ម្លេះតែសិស្សច្បងបែកឈុនលួចគិតក្នុងចិត្តថាខ្ញុំសុកចិត្តឲ្យពួកនោះចាប់ខ្លួនវិញនៅល្អជាងឆុងមយងងាកមកសិស្សច្បងយុនចុងរួចស្រែកសួរបន្តថាហើយមួយទៀតយុនចុងក្នុងស្ថានភាពប្រញាប់ប្រញាល់បែបនេះដាវផ្កាផ្លុំរបស់ឯងនៅឯណាឯងយកវាទៅលក់បាត់ហើយមែនទេមិនបានជាឯងងាកមើលទៅផ្សេងអញ្ចឹងសិស្សច្បងចូលគល់បានប្រាប់ថាលក់ឲ្យអ្នកលក់អង្គហើយដែលធ្វើឲ្យឆុងមយងភ្ញាក់ស្អីគេចូលគល់បន្ថែមអ្នកលក់អង្គអ្នកដែលលក់អង្គនឹងឯងធ្វើឲ្យក្របគ្នាគាំងឆុងមយងសួរចាំសិនឯងពិតជាលក់វាមែនណាទឹកមុខឆុងមយងប្រែជាសោកយ៉ាងឈួតរួចស្រែកដាក់ថាអញ្ចឹងនេះជារបៀបដែលប៉ាក់យើងដំណើរការមែនទេល្អដល់ថ្នាក់មិនគួរឲ្យជឿហ្មងឯងលក់ដើរខ្លួនឯងឯងឈួតបាត់ហើយមែនទេចង់ឲ្យខ្ញុំយកពួកឯងទាំងអស់គ្នាទៅលក់ឲ្យអ្នកលក់អង្គដែរទេភ្លាមនោះពួកវិមានសัตว์ចូលមកកាត់ចង្វាក់ថាណែអាល្អិតឯងជាស្អីគេហ្នឹងឯងមិនយល់ពីស្ថានភាពនៅទីនេះទេចង់មកយងទៅមកវិញទាំងទឹកមុខគួរឲ្យខ្លាចមិញនឹងឯងហៅខ្ញុំថាម៉េចអាល្អិតអីចុះឯងជាស្អីគេដែរហ្នឹងមិនក៏ហ៊ាននិយាយឆ្លើយដាក់អ្នកដែលទើបតែជួបគ្នាលើកដំបូងអញ្ចឹងពួកវិមានសัตว์មើលមកឆុងមកយងរូបថាគេគ្រាន់តែជាមនុស្សឈួតម្នាក់ទេមែនទេមិនហ៊ានហៅខ្ញុំថាល្អិតខ្ញុំនឹងចាត់ការឯងនៅពេលក្រោយឬក៏សម្លឹងមកសិស្សច្បងបែកឈុនធ្វើឲ្យគេភ័យបែកញើសកុំបារម្ភអីបែកឈុនខ្ញុំមិនដូចនរណាម្នាក់ទេខ្ញុំនឹងមិនបង្កបញ្ហាទេតែបែកឈុននិយាយទាំងថាឈប់ទៅខ្ញុំខុសហើយឆុងមកយងបន្តថាអ្វីដែលខ្ញុំបានធ្វើគឺខំប្រឹងស្វែងរកព័ត៌មានដោយមិនបង្កបញ្ហាអីបន្តិចសោះឯងដឹងទេទើបតែដឹងថាយើងមិនអាចធ្វើអីបានច្រើនទេពាក់ព័ន្ធនឹងផ្កាអធិរាជនៅគុនមីងនេះធ្វើឲ្យសួរវិញថាឯងចង់មានន័យថាម៉េចឆុងមកយងចង្អុលទៅពួកវិមានសัตว์រួចនិយាយថាតាមមើលទៅយើងត្រូវតែនិយាយជាមួយពួកនោះហើយបើយើងចង់បានផ្កាអធិរាជពេលឈុនសួរវិញឥឡូវយើងគួរធ្វើម៉េចទៅឆុងមកយងឆ្លើយដោយធម្មតាធ្វើអីទៀតយើងវាយពួកវាបន្តិចសិនទៅរួចចាំទៅជួបម្ចាស់វាំងសัตว์នឹងហើយជាវិធីលឿនបំផុតមែនទេតែចូលគល់ថាវិធីលឿនបំផុតដើម្បីទៅងាប់នឹងឯងចង់មានន័យអញ្ចឹងមែនពួកឯងសម្រេចចិត្តទៅចង់នាំពួកយើងទៅជួបម្ចាស់វាំងរបស់ឯងឥឡូវនេះឬមួយក៏ចង់ចាំដល់ពេលមុខបែកហើមអស់សិនទើបព្រមនាំទៅនិយាយចប់ភ្លាមធ្វើឲ្យបរិយាកាសប្រែជាស្ងប់ស្ងាត់ភ្លាមពួកវាមានសัตว์សួរថាពួកឯងចង់ឲ្យយើងនាំទៅទីនោះមែនទេបានតាខានមានភ្ញៀវមកគុនមីងយូហើយយើងនឹងនាំពួកឯងទៅទីនោះធ្វើឲ្យឆុងមកយងថានិយាយគ្នាស្រួលជាងខ្ញុំគិតទៅទៀតអូខេល្អម៉ាច់ហ្មងសម្រាប់ខ្ញុំនាំផ្លូវទៅតែពួកវាមានសัตว์ថាអូយើងប្រកាសជានាំឯងទៅទីនោះបានប៉ុន្តែវិធីនាំទៅប្រហែលជាខុសពីការរំពឹងទុករបស់ឯងបន្តិចហើយនិយាយចប់ឆុងមកយងឃើញមានគ្នាវាមកបន្ថែមទៀតទាំងនៅលើដំបូលសម្រុកមកទាំងដៃកាន់កំបិតដោយឡោមព័ទ្ធក្រុមឆុងមកយងជំទឹះពេលកំបិតនៅក្បែររកឆុងមកយងនិយាយញញឹមហូពួកឯងមានមនុស្សច្រើនគួរសមតើបើតាមស្ថានភាពនេះខ្លះប្រហែលជាអាចវាចេញពីក្រោមដីមកផងក៏មិនដឹងពួកវិមានសัตว์និយាយដូចថាឲ្យយើងអ្នកនាំផ្លូវចុះទោះជាយ៉ាងណាក៏ដោយវាជាច្បាប់របស់យើងទៅហើយដែលត្រូវចាប់អ្នកឈ្លានពានទាំងរស់យកទៅឲ្យម្ចាស់វាំងកាត់មកនិកាយភ្នំហោសានវិញនៅលើកំពូលភ្នំមានបរិះចំណាស់ម្នាក់គឺលោកមេនិកាយមានបរិះម្នាក់ទៀតនិយាយទៅកាន់គាត់ថាលោកបារម្ភរឿងសិស្សក្មេងៗទៀតហើយមែនទេមេនិកាយតបខ្ញុំប្រាប់ខ្លួនឯងច្រើនដងហើយថាការបញ្ជូនពួកគេទៅគឺដើម្បីប្រយោជន៍របស់បកភ្នំហោសានប៉ុន្តែខ្ញុំនៅតែមិនអាចឈប់បារម្ភបានសោះនឹងហើយវាមិនងាយស្រួលទេក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនោះព្រឹទ្ធាចារ្យតបមេនិកាយសូមជឿជាក់លើពួកគេចុះមេនិកាយបានតែមើលទៅទីឆ្ងាយយុនយ៉ងមិនមែនធ្លាប់និយាយទេឬថាពួកគេពូកែជាងពួកយើងទៅទៀតឥឡូវខ្ញុំក៏ជឿថាវាជាការពិតដែរបើយើងគិតឲ្យបានដិតដល់ទៅវាតែងតែជាបែបហ្នឹងយើងគ្រាន់តែត្រូវការធ្វើជាគ្រឹះដែលជួយគ្រប់គ្រងពួកគេជាដីដ៏រឹងមាំដែលនឹងមិនបាក់ស្រុតនៅក្រោមជើងរបស់ពួកគេលោកនិយាយត្រូវប៉ុន្តែខ្ញុំនៅតែបារម្ភពួកគេមិនដែលទៅឆ្ងាយពីបកបែបនេះពីមុនមកទេរំពេចនោះព្រឹទ្ធាចារ្យម្នាក់ទៀតរត់ស្រែកហៅមេនិកាយទីបំផុតខ្ញុំរកលោកឃើញហើយមេនិកាយតបថាមានរឿងបន្ទាន់ស្អីតាំងពីព្រឹកបានជាឯងរត់មកទាំងប្រញាប់ប្រញាល់បែបនេះលោកមិនគួរនៅទីនេះទេលោកត្រូវតែទៅឥឡូវនេះហ្មងត្រកូលថាងពួកគេនៅខាងមុខខ្លងទ្វារបកយើងធ្វើឲ្យមេនិកាយបើកភ្នែកប៉ុនពងមន់នរណាគេមេត្រកូលថាងនរណាគេពេលនោះទ្វារបានបើកឡើងមនុស្ស5នាក់បានបង្ហាញខ្លួនមេត្រកូលថាងលើកដៃគោរពខ្ញុំថាងគុណមេត្រកូលថាងសូមគោរពស្វាគមន៍មេនិកាយបាក់ភ្នំហោសានរួចបរោះនៅពីក្រោយក៏បន្តព្រមគ្នាសូមគោរពមេនិកាយបាក់ភ្នំហោសានមេនិកាយគិតក្នុងចិត្តថាមេត្រកូលថាងកំពុងតែគោរពស្វាគមន៍មុនអូហូនេះជារឿងពិតមែនទេព្រឹទ្ធាចារ្យម្នាក់យកដៃដាស់មេនិកាយទៅគាត់តបថាខ្ញុំគឺយន្តចុងមេនិកាយបាក់ភ្នំហោសាន
ខ្ញុំសូមគោរពស្វាគមន៍លោកមេតកូថាងដ៏អស្ចារ្យខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ចំពោះដំណើរទស្សនកិច្ចផ្ទាល់របស់លោកដែលធ្វើឲ្យខ្ញុំបាត់បង់ការគ្រប់គ្រងស្មារតីមួយផ្លែតមេតកូថាងតបទាំងគួរសមថាហាហាអរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅមេនិកាយសួរប៉ុន្តែតើមានរឿងអ្វីបានជានាំលោកមកទីនេះនេះគឺតាក់ទងនឹងដំណើរទស្សនកិច្ចរបស់សិស្សលោកដែលបានមកកាន់វិមានរបស់ត្រកូលថាងធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់នៅពីក្រោយភ្នាក់រួចមកខ្សឹបប្រាប់មេនិកាយគឺឆុងមយងគេច្បាស់ជាបានធ្វើរឿងអីទៀតហើយមេតកូថាងតបដោយស្នាមញញឹមមិត្តភក្តិព្រឹទ្ធាចារ្យខ្សឹបគ្នាបន្តតើលោកនិយាយពិតមែនឬត្រកូលថាងខ្លាយជាមិត្តភក្តិជាមួយឆុងមយងនិងអ្នកផ្សេងទៀតមិនមែនត្រឹមតែជាសម្ព័ន្ធមិត្តទេតែជាមេត្រកូលថាងបន្ថែមថាមិនបាច់ភ្ញាក់ផ្អើលអីទេខ្ញុំគ្រាន់តែមកទីនេះដោយសារតែខ្ញុំពិតជាចង់បង្កើតទំនាក់ទំនងល្អជាមួយប៉ាក់ភ្នំហោះសានខ្ញុំគ្មានចេតនាអ្វីផ្សេងទេជាភ័ស្តុតាងរួចក៏សម្លឹងទៅក្មេងស្រីម្នាក់សូធ្វើការគោរពទៅនាងអោនគោរពនាងខ្ញុំគឺខាងសូនៃត្រកូលថាងនាងខ្ញុំសូមគោរពមេនិកាយប៉ាក់ភ្នំហោះសានដ៏អស្ចារ្យនាងខ្ញុំបានចាក់ចេញពីត្រកូលដើម្បីចូលរួមជាមួយប៉ាក់របស់លោកសង្ឃឹមថាលោកនឹងមិនបណ្ដេញនាងខ្ញុំចេញទេធ្វើឲ្យពួកគេភ្ញាក់ព្រឺតចូលរួមជាមួយយើងមេត្រកូលថាងបញ្ជាក់នាងគឺជាកូនស្រីរបស់ខ្ញុំព្រឹទ្ធាចារ្យទាំង3គិតក្នុងចិត្តថាហេតុអីបានជាអ្នកមកពីត្រកូលថាងចង់ចូលរួមជាមួយយើងដៃមួយបានដាក់លើស្មាមេនិកាយឃើញទេខ្ញុំប្រាប់ឲ្យថាសិស្សក្មេងៗរបស់យើងពូកែជាងពួកយើងមែនទេពួកគេច្បាស់ជាកំពុងធ្វើបានល្អនៅយូរណាស់ដូចគ្នាពួកគេមិនមែនជាក្មេងធម្មតាធម៌ឯណាមេនិកាយដកដង្ហើមធំរួចនិយាយឡើងមែនលោកនិយាយត្រូវខ្ញុំដឹងថាពួកគេនឹងធ្វើបានល្អមេនិកាយនិយាយទាំងទំនុកចិត្តថាគ្មានអ្វីត្រូវសង្ស័យទេពួកគេជាសិស្សរបស់យើងតើកាត់មកយូណានវិញឆុងមយងដែលកំពុងជាប់ចំណងបានញីច្រមុះនិយាយថានេះលយហើយថែមទាំងស្រួលខ្លួនទៀតយើងគួរតែធ្វើបែបនេះតាំងពីដំបូងមកម្លេះបាយឈុនសួរចំអកស្រួលខ្លួនអ៊ីចឹងនឹងហៅថាស្រួលខ្លួនសម្រាប់ឯងមែនឆុងមយងតបឯងក៏គ្មានដំណោះស្រាយអីល្អជាងនឹងដែរតាយើងត្រូវសួរព័ត៌មានពីវាំងសัตว์បើយើងចង់បានផ្កាធីរាជបើម្ចាស់របស់ពួកគេមិនអនុញ្ញាតទេពួកអាឡប់នឹងប្រកាសជាមិនប្រាប់យើងរឿងអីទាំងអស់បើអ៊ីចឹងមែនការទៅជួបម្ចាស់វាំងសัตว์ដោយផ្ទាល់មិនជាវិធីលឿនបំផុតទេអីសិស្សច្បងបាយឈុនស្រែកដាក់ឆុងមយងនឹងហើយជាបញ្ហានោះអាឆ្កួតអើយពួកវិមានសัตว์បានតែស្រែកស្ងាត់ទៅវើយឆុងមយងងាកទៅសួរយូអ៊ីសលឯងត្រូវគេចាប់បានតាំងពីពេលណាខ្ញុំនៅពីក្រោយឯងតើតាំងពីដើមទីមកធ្វើដោយខ្លួនឯងជាមនុស្សអត់សមោលអីចឹងប៉ុន្តែវានៅតែមិនអាចខាត់ឯងមិនឲ្យគេចាប់បានដដែលនឹងឯងគួរតែប្រើប្រាស់ភាពអត់សមោលនឹងឲ្យមានប្រយោជន៍ជាងនឹងបន្តិចទៅតែត្រូវបាយឈុនស្រែកដាក់វិញឯងមិនមែនទើបតែនិយាយថាយើងមិនមែនត្រូវគេចាប់ខ្លួនទេឆុងមយងថាខ្ញុំមាននិយាយអ៊ីចឹងមែនរួចគេក៏ក្រឡេកទៅម្ខាងទៀតឃើញយន្តចុងក៏សួរគេកើតអីនឹងមើលទៅគេគិតថាគេគឺជាមូលហេតុដែលធ្វើឲ្យយើងទាំងអស់គ្នាត្រូវគេចាប់បានហើយទោះបីជាខ្ញុំប្រាប់គេច្រំដែរថាវាមិនមែនជាកំហុសគេក៏ដោយឆុងមយងនៅតែថានរណាគេត្រូវគេចាប់ខ្លួនយើងគ្រាន់តែទៅទីនោះតាមរបៀបដ៏ស្រួលខ្លួនមួយប៉ុណ្ណោះធ្វើឲ្យបាយឈុនដកដង្ហើមធំខ្ញុំសុំខ្ជិលតវ៉ាជាមួយឯងហើយចំណែកឯយន្តចុងនៅតែអោនមុខចុះ